សូមជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រាត្រីខ្មោចថ្ងៃនេះ Admin មានសាច់រឿងខ្លីចំនួន2ដើម្បីយកមកនិយាយចែកជូនដល់អ្នកទាំងអស់គ្នាបានស្ដាប់កម្សាន្តដែលសាច់រឿងទី1របស់យើងគឺមានការចែករំលែកពីលោកពូម្នាក់ដែលគាត់បានជួបហេតុការណ៍ដ៏រន្ធត់មួយនៅពេលដែលគាត់បានចេញទៅរត់ម៉ូតូឌុបនៅពេលយប់ហើយគាត់ត្រូវបានខ្មោចនិស្សិតស្រីម្នាក់លងគាត់នៅពេលដែលគាត់នឹងដឹកនាងទៅផ្ទះអញ្ចឹងសាច់រឿងរបស់យើងផ្ដើមចេញពីលោកពូម្នាក់ដែលគាត់មានឈ្មោះថាពូឈឿនហើយពូឈឿននោះគាត់បាននិយាយថាគាត់គឺជាបុគ្គលិកនៅក្រុមហ៊ុនម៉ាកាឡៃប៉ុន្តែដោយសារតែគាត់ស្ដាយពេលវេលាដែលគាត់ត្រូវទុកចោលបន្ទាប់ពីគាត់បានចេញពីធ្វើការអញ្ចឹងហើយគាត់ក៏បាននឹកឃើញការងារក្រៅម៉ោងមួយដែលធ្វើឲ្យគាត់អាចរកប្រាក់ចំណូលបន្ថែមទៀតបានអញ្ចឹងការងារមួយហ្នឹងគឺរត់ម៉ូតូឌុបនៅពេលយប់ពីដំបូងគាត់រត់អត់ដែលបានជួបហេតុការណ៍អីទេរហូតដល់ក្រោយមកគាត់ក៏មានម៉ូជិះជាប្រចាំអីអញ្ចឹងទៅហើយម៉ូរបស់គាត់ភាគច្រើនគឺជាអ្នកធ្វើការនៅពេលយប់ដូចជាអ្នកធ្វើការងារក្នុងក្លឹបក្នុងខារ៉ាអូខេជាដើមហើយគាត់ក៏ជឿថាអ្នករត់ម៉ូតូឌុបភាគច្រើនគឺចង់បានម៉ូជិះដូចតែគាត់អញ្ចឹងដែរអញ្ចឹងបងឈឿនគាត់ថាគាត់មានម៉ូកាន់ឆ្នាំម្នាក់ដែលគាត់ម្នាក់ហ្នឹងគឺជាអ្នកធ្វើការនៅក្នុងក្លឹបប៉ុន្តែដោយសារតែគាត់ជានិស្សិតអញ្ចឹងគាត់ក៏សុំតការបស់គាត់ធ្វើការងារត្រឹមតែម៉ោង10ម៉ោង11អីទេព្រោះព្រឹកឡើងគាត់ត្រូវក្រៅទៅរៀនអញ្ចឹងឲ្យតែពេលដល់ម៉ោងពូឈឿនគាត់តែងតែមកយកម៉ូរបស់គាត់ទៅផ្ទះជារៀងរាល់ថ្ងៃគាត់ថាឲ្យតែម៉ោង9ម៉ោង9កន្លះអីហ្នឹងគាត់តែងតែមកចតម៉ូតូនៅមុខក្លឹបរបស់ម៉ូរបស់គាត់ធ្វើការហ្នឹងហើយនៅកន្លែងដែលគាត់ចតម៉ូតូហ្នឹងក៏ដូចជាបេនម៉ូតូមួយដែរព្រោះមានអ្នករត់ម៉ូតូឌុបផ្សេងទៀតក៏គេមកចាំយកម៉ូក៏ដូចជាភ្ញៀវរបស់គេដែរអញ្ចឹងហើយមានថ្ងៃមួយពេលហ្នឹងម៉ោងប្រហែលជា9កន្លះបងឈឿនគាត់ក៏បានមកយកម៉ូរបស់គាត់ជាធម្មតាអញ្ចឹងពេលដែលគាត់បានមកដល់ស្រាប់តែម៉ូរបស់គាត់នឹងបានទេមកប្រាប់ថាថ្ងៃហ្នឹងគាត់សុំចេញយឺតបន្តិចហើយតោះតែម៉ោង11កន្លះអីទើបគាត់បានចេញពីធ្វើការព្រោះថានៅក្នុងក្លឹបមានកម្មវិធីជួបជុំបុគ្គលិកហើយម៉ូរបស់គាត់ក៏បានប្រាប់ទៀតថាបើសិនជាពូចាំបានក៏ចាំទៅតែបើសិនជាពូចាំអត់បានទេចាំគាត់រកម៉ូតូជិះផ្សេងទៀតក៏បានដែរពេលហ្នឹងពូឈឿនគាត់ក៏បានប្រាប់ទៅវិញថាអត់អីទេគាត់នៅចាំបានដោយសារតែគាត់គិតថាជាមួយនឹងគ្នារាប់ឆ្នាំហើយអញ្ចឹងពេលដែលពូឈឿនគាត់កំពុងតែរងចាំហ្នឹងស្រាប់តែភ្លៀងក៏បានធ្លាក់មកពេលហ្នឹងពូឈឿនគាត់ក៏ទៅរកកន្លែងជ្រកតែគាត់អត់បានទៅណាឆ្ងាយពីមុខក្លឹបហ្នឹងទេអញ្ចឹងបន្ទាប់ពីមេឃភ្លៀងបានមកសទុះមេឃភ្លៀងហ្នឹងក៏បានរាំងទៅវិញនៅសល់តែមេឃរលឹមតិចពេលហ្នឹងបរិយាកាសក៏ចាប់ផ្ដើមស្ងាត់ទៅព្រោះថាភ្លៀងអញ្ចឹងក៏មិនសូវមានគេធ្វើចរាចរណ៍ច្រើនដែរហើយអ្នករត់ម៉ូតូឌុបផ្សេងទៀតពួកគាត់ក៏បានទៅផ្ទះបណ្ដាដែរពេលហ្នឹងនៅសល់តែពូឈឿនតែម្នាក់ឯងទេគាត់ចាំមកសទុះក្រោយមកម៉ូរបស់គាត់ហ្នឹងក៏បានទេមកប្រាប់គាត់ថាយប់ហ្នឹងគាត់អត់បានចេញទៅផ្ទះទេព្រោះថាតកាយរបស់គាត់បានឲ្យគាត់នៅមើលភ្ញៀវ VIP អញ្ចឹងពូឈឿនគាត់ក៏អត់បានថាអីដែរហើយម៉ូរបស់គាត់ហ្នឹងក៏បានបិទទូរស័ព្ទទៅពេលហ្នឹងពូឈឿនគាត់ថានៅចាំឲ្យដល់ម៉ោង11សិនក្រែងលោថាមានភ្ញៀវចេញពីក្លឹបមកហើយបើសិនជាអត់មានទេចាំគាត់ទៅផ្ទះវិញអញ្ចឹងពេលហ្នឹងពូឈឿនគាត់ដេកនៅលើម៉ូតូហើយទាញទូរស័ព្ទយកមកមើលគាត់ថាពេលដែលគាត់កំពុងតែមើលទូរស័ព្ទហ្នឹងស្រាប់តែមានដៃមួយបានមកគូស្មារបស់គាត់តិចពេលហ្នឹងពូឈឿនគាត់ភ្ញាក់ព្រឺតគាត់ថាអាមនុស្សកំពុងតែផ្ដោតទៅលើទូរស័ព្ទហើយមកគូស្មាស្ងាត់អញ្ចឹងអ្នកណាគេមិនភ្ញាក់អញ្ចឹងពេលហ្នឹងគាត់ក៏បានងាកមកមើលអ្នកគូស្មាគាត់ហ្នឹងហើយគាត់ក៏បានឃើញមនុស្សស្រីម្នាក់មានវ័យប្រហែលជា20ឆ្នាំហើយមានឯកសណ្ឋានជានិស្សិតទៀតផងពេលហ្នឹងពូឈឿនគាត់ក៏បានសួរទៅនិស្សិតស្រីម្នាក់ហ្នឹងថាមកពីណាទៅណាថ្មនៅតែហើយហ្នឹងអញ្ចឹងនិស្សិតស្រីម្នាក់ហ្នឹងក៏បានឆ្លើយថាគាត់ទើបតែចេញពីរៀនពេលហ្នឹងពូឈឿនគាត់ឆ្ងល់ហើយក៏បានសួរទៀតថាចុះសាលាខាងណាចេញពីរៀនថ្មហ្នឹងអញ្ចឹងនិស្សិតស្រីម្នាក់ហ្នឹងក៏បានឆ្លើយថាសាលាគេចេញយូរហើយពូតែខ្ញុំជាប់រវល់ធ្វើ assignment ជាមួយមិត្តភ័ក្តិព្រោះស្អែកហ្នឹងដល់ថ្ងៃគ្រូប្រមូលហើយនិស្សិតស្រីម្នាក់ហ្នឹងក៏បាននិយាយទៀតថាពូទំនេរអត់ជួយជូនខ្ញុំទៅផ្ទះផងពូឈឿនគាត់ក៏បានសួរថាផ្ទះក្មួយនៅដល់ណាដែរពេលហ្នឹងនិស្សិតស្រីម្នាក់ហ្នឹងក៏បានប្រាប់ទៅពូឈឿនវិញថាផ្ទះរបស់ខ្ញុំនៅជិតនឹងដែរទេបើពូជូនទៅចាំខ្ញុំប្រាប់ផ្លូវពេលឮថានៅជិតនឹងដែរពូឈឿនគាត់ក៏ព្រមជូនទៅមូលហេតុដែលគាត់សម្រេចចិត្តជូននិស្សិតស្រីម្នាក់ហ្នឹងទៅទីមួយគាត់ឮថាផ្ទះរបស់នាងនៅជិតនឹងដែរទេហ
ហើយទី2ដោយសារតែគាត់អាណិតនាងព្រោះថាបើគាត់អត់ជូនទៅទេអត់ដឹងថានាងរកម៉ូតូឯណាបានជិះទេដោយសារតែពេលហ្នឹងយប់ជ្រៅទៅហើយណាមួយងាយរលឹមទៀតគ្មានអ្នកណាគេចេញមករត់ម៉ូតូដប់ទេអញ្ចឹងហើយគាត់ក៏បានហៅនាងឲ្យឡើងម៉ូតូរួចបើកចេញទៅពូឈឿនគាត់ថាគាត់បើកបណ្ដាសួរផ្លូវនិស្សិតស្រីម្នាក់នឹងបណ្ដាគាត់ជិះទៅក៏ផុតទីប្រជុំជនពេលហ្នឹងនិស្សិតស្រីម្នាក់នឹងក៏បានឲ្យគាត់បត់ចូលទៅតាមផ្លូវលំមួយពូឈឿនគាត់ថាផ្លូវលំមួយហ្នឹងស្ងាត់មែនតើសងខាងផ្លូវសុទ្ធតែព្រៃហើយនឹងចំការស្វាយអញ្ចឹងពូឈឿនគាត់ក៏បានសួរថាចូលទៅក្នុងជ្រៅទៀតដែរអត់ហើយនិស្សិតស្រីម្នាក់ហ្នឹងក៏បានប្រាប់ថាចូលទៅក្នុងតែបន្តិចទៀតទេពូប្រហែលជា200ម៉ែត្រអីទៀតទេអញ្ចឹងពូឈឿនគាត់ថាបើជ្រុលជាជូនមកហើយជូនឲ្យដល់ផ្ទះតែម្ដងទៅគាត់ជិះចូលទៅតាមផ្លូវលំមួយហ្នឹងតែបន្តិចក៏បានទៅដល់ផ្ទះនិស្សិតស្រីម្នាក់ហ្នឹងមែនហើយគាត់ក៏បានឃើញផ្ទះនិស្សិតស្រីម្នាក់ហ្នឹងស្ងាត់ខ្លាំងមែនតើពេលហ្នឹងគាត់អត់បានជូនចូលទៅក្នុងផ្ទះទេព្រោះផ្ទះរបស់និស្សិតស្រីម្នាក់ហ្នឹងនៅឆ្ងាយពីអាផ្លូវលំដែលគាត់ជិះចូលទៅហ្នឹងប្រហែលជា20ម៉ែត្រទៀតអញ្ចឹងគាត់គ្រាន់តែបានឃើញផ្ទះនិស្សិតស្រីម្នាក់ហ្នឹងពីចម្ងាយទេពេលហ្នឹងពូឈឿនគាត់ក៏បានសួរទៅនិស្សិតស្រីម្នាក់ហ្នឹងថាក្មួយឯងរស់នៅជាមួយណាគេហើយរយបានជាផ្ទះស្ងាត់ខ្លាំងម្ល៉េះអញ្ចឹងនិស្សិតស្រីម្នាក់ហ្នឹងក៏បានឆ្លើយថានាងរស់នៅជាមួយនឹងម៉ាក់ប៉ាហើយនឹងប្អូនស្រីម្នាក់តែអាត្មាហ្នឹងប្រហែលជាពួកគាត់ចូលសម្រានអស់ហើយអញ្ចឹងពូឈឿនគាត់ក៏អត់ដេញដោលអីទៀតដែរបន្ទាប់ពីគាត់ទទួលលុយហើយគាត់ក៏បត់ម៉ូតូចេញមកវិញទៅហើយយប់ហ្នឹងក៏បានកន្លងផុតទៅស្អែកឡើងពេលដល់ម៉ោងពូឈឿនក៏បានទៅទទួលម៉ូយរបស់គាត់ជាធម្មតាតែពេលដែលគាត់ទៅដល់ម៉ូយរបស់គាត់ហ្នឹងក៏បានទេមកប៉ាមគាត់ថាថ្ងៃហ្នឹងគាត់អត់បានទៅធ្វើការទេព្រោះថាយប់មិញហ្នឹងនៅកំដរភ្ញៀវដល់ភ្លឺអញ្ចឹងពេលហ្នឹងពូឈឿនគាត់ក៏អត់ទាន់ត្រឡប់មកផ្ទះគាត់វិញដែរគាត់នៅចាំដឹកភ្ញៀវនៅមុខក្លឹបហ្នឹងដល់ម៉ោង11យប់ស្រាប់តែពេលហ្នឹងនិស្សិតស្រីដែលបានជិះម៉ូតូគាត់កាលពីយប់មិញហ្នឹងក៏បានមករកគាត់ម្ដងទៀតហើយឲ្យគាត់ជូនទៅផ្ទះដូចយប់មិញអញ្ចឹងតែពូឈឿនគាត់ថាថ្ងៃហ្នឹងនាងរៀងចម្លែកខុសពីយប់មិញនាងអត់សូវនិយាយស្ដីអីច្រើនដោយកាលពីយប់មិញទេនាងនិយាយមួយម៉ាត់ហើយទឹកមុខនាងឡើងស្រងោសង្ងាត់ខ្លាំងមែនទែនដូចជាមនុស្សកំពុងតែជួបវិបត្តិអីមួយអញ្ចឹងហើយពេលដែលនាងបានមកជួបគាត់នាងចេះតែនិយាយថាសុំទូពូដែលឲ្យចាំយូរពេលហ្នឹងពូឈឿនគាត់ក៏ចម្លែកចិត្តដែរគាត់ថាកាលពីយប់មិញហ្នឹងនាងអត់បានប្រាប់ឲ្យគាត់ចាំយកនាងនៅកន្លែងហ្នឹងទេចុះមិនបានពេលហ្នឹងនាងចេះតែនិយាយថាសុំទូពូដែលឲ្យចាំយូរពេលហ្នឹងពូឈឿនគាត់ថាអត់អីទេគាត់អត់មានបានចាំអីទេអញ្ចឹងបន្ទាប់ពីនិយាយគ្នារួចពូឈឿនក៏បានដប់និស្សិតស្រីម្នាក់ហ្នឹងទៅផ្ទះរបស់នាងគាត់ថានៅតាមផ្លូវជិះទៅហ្នឹងនិស្សិតស្រីម្នាក់ហ្នឹងចេះតែនិយាយសុំទោសគាត់រហូតនាងនិយាយដដែលថាសុំទោសពូដែលឲ្យចាំយូរហើយពូឈឿនហ្នឹងគាត់ក៏នៅតែនិយាយថាអត់អីទេគាត់ថាគ្រាន់តែចេញពីមុខក្លឹបរហូតដល់ពាក់កណ្ដាលផ្លូវនាងនិយាយសុំទោសគាត់ជិត10ដងទៅហើយពេលហ្នឹងពូឈឿនគាត់ចង់ភ័យដែរអញ្ចឹងបន្ទាប់ពីគាត់ជិះបានពាក់កណ្ដាលផ្លូវហ្នឹងស្រាប់តែពូឈឿនគាត់បានឮសំឡេងនិស្សិតស្រីម្នាក់នឹងយំហើយយកដៃរបស់នាងនឹងអោបគាត់ឡើងណែនពេលហ្នឹងពូឈឿនគាត់ក៏បានសួរថាក្មួយឯងកើតអីបានជាយំពេលហ្នឹងនិស្សិតស្រីម្នាក់នឹងក៏បាននិយាយប្រាប់គាត់ថានាងឆ្លោះគ្នាជាមួយសង្សាររបស់នាងហើយសង្សាររបស់នាងនឹងបានសុំនាងបែកគ្នាទាំងដែលពេលហ្នឹងនាងមានទម្ងន់3ខែហើយអញ្ចឹងពេលហ្នឹងពូឈឿនគាត់ក៏បានប្រាប់នាងថាកុំឲ្យអោបពូខ្លាំងពេកហើយគាត់ក៏បានលួងនាងឲ្យបាត់យំដោយនិយាយលើកទឹកចិត្តនាងកុំឲ្យស្ដាយសណោះមនុស្សប្រុសបែបនឹងអីព្រោះថាតទៅមុខទៀតបើបានគ្នាជាប្តីប្រពន្ធក៏ប្រហែលជាគ្មានក្តីសុខដែរបើមនុស្សប្រុសអ្នកនឹងជាមនុស្សដែលគ្មានទំនួលខុសត្រូវអញ្ចឹងនោះអញ្ចឹងបន្ទាប់ពីនិយាយបានប៉ុណ្ណឹងនាងក៏បានអន់យំបន្តិចហើយចាប់ផ្ដើមលែងដៃរបស់នាងមិនយូរប៉ុន្មានពូឈឿនក៏បានបើកម៉ូតូទៅដល់ផ្ទះរបស់នាងអញ្ចឹងពេលដែលនាងហុចលុយឲ្យគាត់ហើយពូឈឿនក៏បាននិយាយលើកទឹកចិត្តនាងថាកុំឲ្យនាងនឹងគិតច្រើនពេកហើយខំថែសុខភាពខ្លួនឯងនិងកូនក្នុងផ្ទៃផងបន្ទាប់ពីនិយាយចប់ពូឈឿនគាត់ក៏បានបត់ម៉ូតូត្រឡប់មកវិញទៅអញ្ចឹងបន្ទាប់ពីថ្ងៃហ្នឹងមកពូឈឿនគាត់អត់ដែលបានជួបនិស្សិតស្រីម្នាក់នឹងទៀតទេហើយគាត់បានគិតថាប្រហែលជានាងត្រូវការពេលវេលាសម្រាប់កាត់ចិត្តហើយមើលទៅប៉ុន្តែបន្ទាប់ពីរំលងទៅបាន2ថ្ងៃពូឈឿនគាត់ក៏បានជួបនិស្សិតស្រីម្នាក់នឹងម្ដងទៀតហើយនិស្សិតស្រីម្នាក់ហ្នឹងក៏ឲ្យពូឈឿនជូនទៅផ្ទះដូចលើកមុនអញ្ចឹងតែគាត់ថាថ្ងៃហ្នឹងនាងស្លៀកពាក់ចម្លែកខ្លាំងមែនតើដោយទាំងអាវទាំងខោរបស់នាងសុទ្ធតែពណ៌សទាំងអស់សូម្បីតែស្បែកជើងរបស់នាងហ្នឹងក៏ពណ៌សដែរនិយាយទៅពូឈឿនគាត់ថាមួយតួខ្លួនរបស់នាងគឺសសុទ្ធតែម្ដងអញ្ចឹងហើយពេលដែលគាត់បានឃើញអញ្ចឹងពូឈឿនគាត់ក៏បានសួរថា
ពីថ្ងៃហ្នឹងនៅផ្ទះមែនបានជាគាត់អត់ដែរឃើញហើយនិស្សិតស្រីម្នាក់ហ្នឹងក៏បានឆ្លើយថានាងបានសុំច្បាប់សាលា2ថ្ងៃសម្រាប់នៅផ្ទះអត់បានទៅណាទេទាល់តែថ្ងៃហ្នឹងគ្រូគាត់ប្រឡងទើបបានជានាងមកអញ្ចឹងដោយសារតែអាណិតនាងពូឈឿនក៏បានជួលនាងទៅផ្ទះដោយទុកម៉ូយរបស់គាត់ចោលពេលជិះនៅតាមផ្លូវពូឈឿនគាត់ថានាងចេះតែនិយាយប្លែកៗហើយបន្តិចក៏សួរគាត់ថានាងធ្វើអញ្ចឹងត្រូវដែរអត់ពេលនោះពូឈឿនគាត់ក៏សួរទៅវិញថាក្មួយបានធ្វើអីមែនហើយនាងក៏បានឆ្លើយថាគឺនាងបានសុំច្បាប់ឈប់សម្រាកនៅផ្ទះដោយអត់មានរវល់អីសោះពូឈឿនគាត់ចេះតែនិយាយថាអត់អីទេក្មួយដោយសារតែយើងមានបញ្ហាវាអញ្ចឹងហើយអញ្ចឹងពេលនោះនាងក៏ឈប់សួរហើយពូឈឿនគាត់ក៏ចេះតែបើកម៉ូតូទៅរហូតដល់ផ្ទះនិស្សិតស្រីម្នាក់ហ្នឹងអញ្ចឹងអាពេលដែលគាត់ទៅដល់ហ្នឹងពូឈឿនគាត់បានឃើញផ្ទះរបស់នាងងងឹតឈឹងអត់មានបើកភ្លើងអីទេហើយគាត់ក៏បានសួរថាមិនបានជាផ្ទះងងឹតឈឹងអញ្ចឹងម៉ាក់ប៉ារបស់ក្មួយអត់នៅទេមែនអញ្ចឹងហើយនាងក៏បានឆ្លើយថាប៉ាម៉ាក់របស់ខ្ញុំពួកគាត់អត់នៅទេពួកគាត់បានទៅមើលយាយឈឺនៅឯស្រុកហើយកុំតែខ្ញុំជាប់ប្រឡងកុំអីខ្ញុំទៅដែរហើយអញ្ចឹងពេលហ្នឹងពូឈឿនក៏បានសួរទៀតថាចុះក្មួយឯងនៅម្នាក់ឯងអញ្ចឹងអត់ខ្លាចទេអីពេលហ្នឹងនាងក៏បានឆ្លើយថាខ្លាចអីពូផ្ទះខ្លួនឯងសោះពូឈឿនគាត់ក៏បានឈប់សួរហើយនាងក៏បានហុចលុយថ្លៃម៉ូតូឌុបឲ្យគាត់ពេលដែលគាត់បានទទួលលុយហើយនាងក៏បានដើរចូលទៅក្នុងផ្ទះចៃដន្យពេលហ្នឹងមានគេទេមកពូឈឿនហើយអ្នកដែលទេមកគាត់ហ្នឹងគឺជាម៉ូយរបស់គាត់នឹងឯងអញ្ចឹងហើយពូឈឿនគាត់អត់ទាន់ចេញមកទេគាត់នៅលើទូរស័ព្ទនឹងសិនហើយអាពេលដែលគាត់កំពុងតែនិយាយទូរស័ព្ទហ្នឹងស្រាប់តែគាត់បានឮសំឡេងក្ដុងក្ដាំងចេញពីផ្ទះនិស្សិតស្រីម្នាក់ហ្នឹងអញ្ចឹងពេលហ្នឹងគាត់ខ្លាចថាមានរឿងអីកើតឡើងគាត់ក៏បានបិទទូរស័ព្ទហើយរត់ចូលទៅមើលតែពេលដែលគាត់ទៅដល់ហ្នឹងសំឡេងក្ដុងក្ដាំងហ្នឹងក៏បាត់ទៅវិញនៅក្នុងផ្ទះឡើងស្ងាត់ជ្រាបពេលហ្នឹងពូឈឿនគាត់ក៏បានស្រែកហៅនិស្សិតស្រីម្នាក់ហ្នឹងតែពេលដែលគាត់ហៅហ្នឹងអត់មានសំឡេងឆ្លើយតបមកវិញទេពូឈឿនគាត់ខ្លាចថាមានរឿងអីកើតឡើងទៅលើនិស្សិតស្រីម្នាក់ហ្នឹងគាត់ក៏បានចូលទៅមើលនៅខាងក្នុងផ្ទះពេលហ្នឹងគាត់បានបើកភ្លើងទូរស័ព្ទរបស់គាត់ព្រោះថានៅក្នុងផ្ទះអត់មានបើកភ្លើងទេអញ្ចឹងពេលដែលគាត់ដើរចូលទៅគាត់អត់មានបានឃើញអីចម្លែកទេនៅក្នុងផ្ទះមានសភាពធម្មតាហើយពេលហ្នឹងគាត់ក៏បានឡើងទៅមើលលើផ្ទះម្ដងអញ្ចឹងពេលដែលគាត់ឡើងទៅដល់លើផ្ទះគាត់ក៏បានឃើញទ្វារផ្ទះបិទប៉ុន្តែអត់ចាក់សោទេហើយគាត់ក៏បានរុញទ្វារផ្ទះហ្នឹងចូលទៅខាងក្នុងផ្ទះអញ្ចឹងពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថាពូឈឿនគាត់បានឃើញអីអត់គឺគាត់បានឃើញនិស្សិតស្រីម្នាក់ដែលគាត់បានដុបមកអំបញ្ញមិញហ្នឹងចងកសម្លាប់ខ្លួននៅថ្នឹមកណ្ដាលផ្ទះហ្នឹងតែម្ដងហើយសពនិស្សិតស្រីម្នាក់ហ្នឹងដូចជាមិនមែនទើបតែស្លាប់ថ្មីហ្នឹងទេគាត់ថាមើលទៅសាកសពរបស់នាងដូចជាត្រូវបានស្លាប់ពី3ថ្ងៃហើយអញ្ចឹងព្រោះថាមើលទៅសាកសពចាប់ដើមហើមបន្តិចដែរហើយពេលនោះពូឈឿនគាត់ភ័យខ្លាំងមែនទែនហើយគាត់ក៏បានរត់ចុះមកក្រោមវិញយ៉ាងលឿនគាត់រត់តម្រង់ទៅរកម៉ូតូរបស់គាត់រួចប្រញាប់បើកម៉ូតូចេញពីកន្លែងហ្នឹងទៅពេលនោះពូឈឿនគាត់ខ្លាចតែនាងមកអង្គុយនៅខាងក្រោយគាត់ទេគាត់បើកងាកមើលក្រោយបើកងាកមើលក្រោយរហូតដល់គាត់ទៅដល់ផ្ទះហើយគាត់ក៏បាននិយាយរឿងរ៉ាវដែលគាត់បានជួបនឹងប្រាប់ទៅអ្នកផ្ទះរបស់គាត់ហើយស្អែកឡើងគាត់ក៏បានទៅវត្តដើម្បីឲ្យលោកស្រោចទឹកឲ្យក៏ដូចជាធ្វើខ្សែអំបោះសីមាដើម្បីកុំឲ្យជួបរឿងរន្ធត់បែបហ្នឹងទៀតអញ្ចឹងសាច់រឿងរបស់ពូឈឿនគឺមានតែប៉ុណ្្នឹងឯងប៉ុន្តែ admin ឆ្ងល់ថាបើនិស្សិតស្រីម្នាក់ហ្នឹងបានចងកស្លាប់ពី3ថ្ងៃមកហើយចុះអ្នកដែលពូឈឿនគាត់ជូនមកផ្ទះហ្នឹងគឺជានរណាគេវិញជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងរបស់ពូឈឿនតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលឺលួងមិនសមរម្យសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាន admin ផងឥឡូវយើងចូលទៅដល់សាច់រឿងទី2របស់យើងវិញម្ដងដែលសាច់រឿងទី2របស់យើងហ្នឹងគឺនិយាយពីបងប្រុសម្នាក់ដែលគាត់បានជួបខ្មោចនៅពេលដែលគាត់បើកឡានទៅបោះតង់ជាមួយមិត្តភ័ក្តិរបស់គាត់2នាក់ទៀតនៅក្នុងខេត្តកោះកុងអញ្ចឹងចង់ដឹងសាច់រឿងរបស់បងប្រុសយ៉ាងណាខ្លះតោះចូលទៅស្ដាប់ជាមួយ admin ទាំងអស់គ្នាអញ្ចឹងបងប្រុសដែលគាត់បានចែករំលែកនៅសាច់រឿងមួយហ្នឹងគាត់មានឈ្មោះថាបងឌីហើយបងឌីហ្នឹងគាត់ក៏បាននិយាយថារឿងរ៉ាវមួយហ្នឹងគឺបានកើតឡើងកាលពីជាង5ឆ្នាំមុនមកម្ល៉េះហើយវាគឺជារឿងរ៉ាវដែលគួរឲ្យខ្លាចបំផុតដែលគាត់បានជួបប៉ុន្តែរឿងរ៉ាវមួយហ្នឹងគាត់មិនមែនជួបតែម្នាក់ឯងទេគឺគាត់បានជួបជាមួយមិត្តភ័ក្តិរបស់គាត់2នាក់ទៀតដែលបានទៅជាមួយគ្នាអញ្ចឹងមិត្តរបស់គាត់ទាំង2នាក់ហ្នឹងម្នាក់មានឈ្មោះថាបងចិត្តហើយម្នាក់ទៀតមានឈ្មោះថាបងធឿនហើយពួកគាត់ទាំង3នាក់ហ្នឹងជាមិត្តភ័ក្តិនឹងគ្នាផងជាមិត្តរួមការងារនឹងគ្នាផងអញ្ចឹងសាច់រឿងរបស់គាត់គឺចាប់ផ្ដើមពីពួកគាត់ទាំង3នាក់ហ្នឹង
បបួលគ្នាទៅបោះតង់នៅក្នុងខេត្តកោះកុងពេលនឹងចំថ្ងៃចុងសប្តាហ៍ហើយចំថ្ងៃបុណ្យទៀតអញ្ចឹងបន្ទាប់ពីពួកគាត់ចេញពីធ្វើការថ្ងៃសៅរ៍ពេលល្ងាចពួកគាត់ទាំង3នាក់ហ្នឹងក៏បាននាំគ្នាចេញទៅខេត្តកោះកុងទាំងយប់តែម្ដងបងឌីគាត់ថាបើសិនជាចាំទៅថ្ងៃអាទិត្យខ្លាចអត់មានពេលដើរលេងព្រោះខេត្តកោះកុងវានៅឆ្ងាយអញ្ចឹងទម្រាំតែពួកគាត់បើកឡានទៅដល់ចំណាយពេលមួយថ្ងៃបាត់ទៅហើយអញ្ចឹងបន្ទាប់ពីពួកគាត់ពិភាក្សាគ្នាហើយពួកគាត់ទាំង3នាក់ហ្នឹងក៏សម្រេចចិត្តចេញឡានទៅទាំងយប់តែម្ដងបងឌីក៏ថាពួកគាត់ចេញពីភ្នំពេញទៅរៀងយប់ដែរហើយពេលហ្នឹងប្រហែលជាម៉ោង 9:10 អីហ្នឹងព្រោះពួកគាត់អត់ចង់ទៅដល់ទីរួមខេត្តកោះកុងហើយមេឃនៅអត់ទាន់ភ្លឺទេអញ្ចឹងធ្វើឲ្យពួកគាត់ពិបាកក្នុងការស្វែងរកផ្ទះសំណាក់ដេកអញញ៉ៃច្រើនទៀតហើយពួកគាត់ចង់ថាពេលទៅដល់ហ្នឹងបានទៅកន្លែងបោះតង់តែម្ដងអញ្ចឹងពួកគាត់មានតែចេញទៅរៀងយប់បន្តិចទៅដល់ហ្នឹងភ្លឺតែម្ដងអាពេលទៅហ្នឹងបងឌីគាត់ថាគាត់គឺជាអ្នកបើកឡានហើយមិត្តភ័ក្តិរបស់គាត់ឈ្មោះថាបងចិត្តហ្នឹងជិះនៅខាងមុខជាមួយគាត់ដែរចំណែកឯមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតឈ្មោះថាបងធឿនវិញគាត់ជិះនៅខាងក្រោយតែម្នាក់ឯងអញ្ចឹងបន្ទាប់ពីពួកគាត់ចេញពីភ្នំពេញបានប្រហែលជា2ម៉ោងពួកគាត់ក៏បានមកដល់ជ្រោះពេជ្រនិលនៅម៉ោង 11 កន្លះហើយពួកគាត់ក៏បានចុះសម្រាកនៅទីនឹងមួយផ្លែតរួចហើយក៏ចេញដំណើរទៅមុខទៀតគាត់ថាគាត់ទៅរៀងឆ្ងាយទៅក៏បានទៅដល់កន្លែងមួយដែលកន្លែងមួយនោះផ្លូវកោងខ្លាំងមែនតើហើយនៅកន្លែងនោះល្បីថាសម្បូរគេគ្រោះថ្នាក់ចរាចរណ៍ច្រើនទៀតអញ្ចឹងពេលដែលបានឃើញផ្លូវកោងបែបហ្នឹងបងចិត្តគាត់ក៏បានប្រាប់ឲ្យបងឌីគាត់ប្រុងប្រយ័ត្នហើយបន្ថយល្បឿនឡានទៅហើយបន្ទាប់ពីពួកគាត់បើកឆ្លងផុតពីកន្លែងហ្នឹងទៅពួកគាត់ក៏បានមកដល់ភូមិមួយដែលភូមិមួយហ្នឹងមានផ្ទះរបស់អ្នកភូមិច្រើនគួរសមដែរហើយមានបកគោលភ្លើងបំភ្លឺនៅតាមដងផ្លូវអីចឹងទៅអញ្ចឹងពេលដែលបងឌីគាត់បើកឡានហួសភូមិហ្នឹងតែបន្តិចស្រាប់តែគាត់បានជួបនឹងមនុស្សស្រីម្នាក់ឈរនៅតាមផ្លូវហើយពេលហ្នឹងក៏ដល់យប់អត្រាទៀតដែលមនុស្សស្រីម្នាក់ហ្នឹងគាត់ពាក់អាវយឺតសដៃខ្លីហើយស្លៀកពាក់ខោកាប៊ុយពណ៌ទឹកប៊ិចថែមទាំងមានសក់វែងទៀតផងពេលហ្នឹងបងឌីនិងមិត្តភ័ក្តិរបស់គាត់បានឃើញហើយក៏ចម្លែកក្នុងចិត្តដែរគាត់ថាថ្មនឹងហើយមិនក៏មានមនុស្សស្រីមកឈរអីនៅតាមផ្លូវចឹងអត់ខ្លាចទេអីចឹងហើយបងឌីនិងមិត្តភ័ក្តិរបស់គាត់ក៏បានដើរតួជាសុភាពបុរសហើយឈប់ឡានដើម្បីសួរនាំមនុស្សស្រីម្នាក់ហ្នឹងពេលឈប់ឡានភ្លាមបងឌីគាត់ក៏បានសួរមនុស្សស្រីម្នាក់ហ្នឹងថាចូលនៅឈរធ្វើអីទាំងកណ្ដាលយប់អញ្ចឹងអត់ខ្លាចទេអីពេលហ្នឹងមនុស្សស្រីម្នាក់ហ្នឹងក៏បានឆ្លើយទៅបងឌីវិញថាគាត់ឈរចាំហៅឡានជិះទៅខេត្តហើយគាត់ក៏បាននិយាយទៀតថាមានអីគួរឲ្យខ្លាចបើគាត់នៅទីនឹងរហូតហើយអត់ដែរឃើញកើតអីផងបងឌីក៏ថាសំឡេងមនុស្សស្រីម្នាក់ហ្នឹងច្បាស់ម៉ត់តែរៀងយឺតបន្តិចអញ្ចឹងពេលហ្នឹងបងឌីគាត់ក៏បានសួរនាំទៀតថាហ៊ានជិះឡានទៅជាមួយពួកគាត់ដែរអត់ចាំពួកគាត់ជូនទៅព្រោះថាពួកគាត់ហ្នឹងក៏ត្រូវទៅខេត្តដែរអញ្ចឹងហើយមនុស្សស្រីម្នាក់ហ្នឹងក៏បានឆ្លើយថាខ្លាចអីហ្នឹងទៅបើឈរម្នាក់ឯងមិនខ្លាចផងហ្នឹងបន្ទាប់ពីនិយាយគ្នារួចហើយបងចិត្តហ្នឹងក៏បានចុះមកបើកទ្វារឡានខាងក្រោយឲ្យមនុស្សស្រីម្នាក់ហ្នឹងចូលទៅអង្គុយក្បែរបងធឿនពេលចូលទៅអង្គុយក្នុងឡានបងធឿនគាត់ក៏បានសួរនាំទៅកាន់មនុស្សស្រីម្នាក់ហ្នឹងថាទៅខេត្តកោះកុងធ្វើអីដែរហើយមនុស្សស្រីម្នាក់ហ្នឹងក៏បានឆ្លើយថាការពិតផ្ទះរបស់គាត់នៅទីរួមខេត្តកោះកុងទេហើយបានជាគាត់មកដល់ទីហ្នឹងព្រោះថាគាត់គឺជាគ្រូពេទ្យចុះស្តានៅអាភូមិដែលពួកគាត់បានដើរឆ្លងកាត់អំបញ្ញមិញហ្នឹងឯងអញ្ចឹងហើយពេលហ្នឹងគាត់បានចុះស្តារួចរាល់ហើយក៏ដល់ពេលត្រូវត្រឡប់ទៅផ្ទះវិញអញ្ចឹងហើយបន្ទាប់ពីការសន្ទនារបស់ពួកគាត់ចប់ទៅពួកគាត់នឹងក៏បាននាំគ្នាស្ងាត់ពេលហ្នឹងម៉ោង 7:02 ទៅហើយមិត្តភ័ក្តិរបស់បងឌីគាត់បានដេកលក់អស់ទៅនៅសល់តែបងឌីហើយនិងមនុស្សស្រីម្នាក់ហ្នឹងតែ2នាក់ទេបងឌីគាត់ថាគាត់អង្គុយយូរទៅនៅក្នុងឡានកាន់តែក្អូបទៅហើយក្លិនក្អូបមួយហ្នឹងគាត់ដឹងថាមិនមែនជាក្លិនរបស់មិត្តភ័ក្តិគាត់ទេព្រោះថាមិត្តភ័ក្តិរបស់គាត់ហ្នឹងអត់ដែរប្រើក្លិនទឹកអប់ម៉ាកអញ្ចឹងទេពេលហ្នឹងបងឌីគាត់ក៏បានសួរទៅមនុស្សស្រីម្នាក់ហ្នឹងថាប្រើទឹកអប់ម៉ាកអីក្លិនក្អូបខ្លាំងម្ល៉េះមានណាបងក្លិនធម្មតាតាបងឌីគាត់ក៏បាននិយាយថាធម្មតាទៀតក្លិនឡើងក្អូបពេញឡានហើយអញ្ចឹងពេលហ្នឹងមនុស្សស្រីម្នាក់ហ្នឹងបានប្រាប់គាត់ថាមិនមែនជាទឹកអប់ទេបងគ្រាន់តែជាម្សៅលាបធម្មតាទេអញ្ចឹងពេលហ្នឹងបងឌីគាត់ថាពេលដែលគាត់និយាយជាមួយមនុស្សស្រីម្នាក់ហ្នឹងគាត់អត់បានបើកអាកញ្ចក់ឡានដែលជាប់ជាមួយនឹងដំបូលឡានមើលទៅផ្នែកខាងក្រោយហ្នឹងទេពេលដែលគាត់និយាយម្ដងគាត់ងាកទៅខាងក្រោយមើលមុខមនុស្សស្រីម្នាក់ហ្នឹងអញ្ចឹងកុំឲ្យពិបាកងាកទៅក្រោយទៀតហើយណាមួយគាត់បើកបរផងអញ្ចឹងគាត់ក៏បានទាញអាកញ្ចក់ឡាននឹងបើកតែពេលដែលគាត់បើកកញ្ចក់ឡាននឹងហើយពេលដែលគាត់មើលទៅខាងក្រោយគាត់បានឃើញមានតែបងធឿនទេកំពុងតែដេកតែម្នាក់ឯងអត់មានបានឃើញមនុស្សស្រីម្នាក់ហ្នឹងទេអញ្ចឹងពេលហ្នឹងបងឌីគាត់ប្រញាប់ងាកមើលទៅខាងក្រោយហើយគាត់ក៏បានឃើញមនុស្សស្រីម្នាក់ហ្នឹងអង្គុយក្បែរបងធឿនធម្មតា
ពេលនឹងបងឌីគាត់អត់រៀនស្រ័យថាខ្មោចលងទេហើយគាត់បានយកដៃរបស់គាត់នឹងទៅកែបង្ចិតឲ្យក្រោកពីដេកពេលនឹងបង្ចិតក្រោកមកទាំងមមីមើលហើយគាត់ក៏បានសួរទៅកាន់បងឌីគាត់ថាដាគាត់ធ្វើអីដល់ហើយមែនបងឌីគាត់អត់ហ៊ាននិយាយប្រាប់បង្ចិតថាមនុស្សស្រីម្នាក់នឹងជាខ្មោចទេហើយគាត់ក៏បានធ្វើសញ្ញាឲ្យបង្ចិតគាត់មើលទៅកញ្ចក់ឡានតែបង្ចិតគាត់នៅតែសួរថាថៃដូចជាអត់យល់ពីអីដែលបងឌីបានប្រាប់គាត់នឹងទេពេលនឹងបងឌីគាត់ក៏យកដៃរបស់គាត់ចង្អុលទៅកញ្ចក់ឡានហើយបង្ចិតគាត់ក៏មើលទៅតាមដៃរបស់បងឌីពេលនឹងបង្ចិតគាត់ក៏បានឃើញបងធឿនកំពុងតែដេកម្នាក់ឯងដូចបងឌីបានឃើញចឹងដែរគាត់ក៏ងាកមើលទៅខាងក្រោយបានឃើញមនុស្សស្រីម្នាក់នឹងកំពុងតែអង្គុយក្បែរបងធឿនធម្មតាដូចគ្នាពេលនឹងបងឌីនិងបង្ចិតពួកគាត់អត់ដឹងថាត្រូវធ្វើម៉េចដើម្បីទៅដាស់បងធឿនឲ្យភ្ញាក់ពីដេកបានទេអញ្ចឹងហើយបងឌីគាត់នឹកឃើញវិធីមួយដែលអាចដាស់បងធឿនឲ្យភ្ញាក់ពីដេកបានគឺគាត់បានបើកសំឡេងចម្រៀងឲ្យខ្លាំងហើយពេលហ្នឹងបងធឿនគាត់ក៏បានភ្ញាក់ពីដេកមែនតែពេលដែលគាត់ភ្ញាក់មកគាត់ក៏បានសួរទៅបងឌីថាមិនបានបើកចម្រៀងខ្លាំងម្ល៉េះបងឌីគាត់ថាបើកឲ្យវាបាត់ងងុយដេកតែបងធឿនគាត់ថាចុះគ្រាន់តែបើកឲ្យបាត់ងងុយដេកសោះចាំបាច់បើកអីលឺម្លឹងពេលហ្នឹងបងធឿនគាត់ក៏បានមើលទៅមនុស្សស្រីម្នាក់ហ្នឹងហើយគាត់ក៏បានសួរថាចុះមានបានដេកខ្លះអត់តម្រាំតែដល់នៅយូរទៀតដែរហ្នឹងតែមនុស្សស្រីម្នាក់ហ្នឹងនាងអត់មាត់ទេគ្រាន់តែនាងងាកមកញញឹមដាក់បងធឿនតែបន្តិចហើយក៏ងាកមុខទៅវិញទៅពេលនឹងបងឌីនិងបង្ចិតគាត់តឹងចិត្តខ្លាំងមែនតើអត់ដឹងថាត្រូវធ្វើម៉េចឲ្យបងធឿនគាត់ដឹងថាមនុស្សស្រីម្នាក់ហ្នឹងមិនមែនជាមនុស្សទេតែនាងគឺជាខ្មោចតែបងឌីគាត់អត់ព្រមឈប់ឡានទេព្រោះថាបើឈប់ឡានហើយរត់ចេញពីឡានតោះតែពួកគាត់ទាំង3នាក់ហ្នឹងបានដឹងថាមនុស្សស្រីម្នាក់ហ្នឹងជាខ្មោចទាំងអស់គ្នាចុះបើបងធឿនគាត់អត់ដឹងផងគាត់មិនលេលើនៅក្នុងឡានតែម្នាក់ឯងទៅហើយទេអញ្ចឹងគាត់សុខចិត្តអត់រត់ចោលមិត្តភក្តិគាត់ទេហើយគាត់ក៏ចេះតែជន់ឡានទៅមុខរហូតទាំងអារម្មណ៍ភ័យផងខ្លាចផងចំណែកឯបងធឿនវិញគាត់អត់ដឹងរឿងអីទេគាត់គិតតែពីអង្គុយធ្វើធម្មតាអញ្ចឹងពេលដែលបើកទៅពួកគាត់ក៏បានទៅដល់ភូមិគេមួយទៀតហើយនៅភូមិហ្នឹងបងចិត្តគាត់ក៏បានឃើញវត្តមួយនៅជាប់នឹងថ្នល់ជាតិតែម្ដងពេលហ្នឹងគាត់ក៏បាននិយាយថានោះវត្តគ្រាន់តែគាត់និយាយចប់ភ្លាមកង់ឡានក៏វិលមកដល់មុខខ្លោងទ្វារវត្តដែរពេលហ្នឹងបងឌីគាត់ក៏បានបួងចង្កូតឡានរបស់គាត់បត់ចូលទៅក្នុងវត្តនឹងតែម្ដងគ្រាន់តែឡានចូលទៅផុតខ្លោងទ្វារវត្តស្រាប់តែមនុស្សស្រីម្នាក់ហ្នឹងបានរលាកបាត់ពីក្នុងឡានតែម្ដងបងឌីគាត់ថាយើងអ្នកដឹងរឿងហ្នឹងវាអត់សូវអីទេពួកយើងបានត្រៀមចិត្តទាន់តែអាណិតគ្នាអ្នកអត់ដឹងណោះគ្រាន់តែបាត់មនុស្សស្រីម្នាក់ហ្នឹងចេញពីក្នុងឡានបងធឿនគាត់ស្រឡាំងកាំងយកតែម្ដងបងធឿនគាត់កម្រើកដៃកម្រើកជើងអត់រួចទេទោះតែបងឌីហើយនឹងបងចិត្តទៅជួយលើគាត់ចេញពីក្នុងឡានមកអញ្ចឹងបងឌីគាត់ថាអាពេលដែលគាត់បត់ឡានចូលទៅក្នុងវត្តហ្នឹងសត្វឆ្កែនៅក្នុងវត្តព្រោះពួកគាត់ខ្លាំងមែនតើហើយពេលហ្នឹងក៏មានលោកតាមួយអង្គដែលគង់នៅក្នុងវត្តបានចេញមកមើលដែរហើយលោកតាក៏បានសួរនាំរឿងដែលគាត់នឹងបើកឡានចូលទៅក្នុងវត្តទាំងយប់អញ្ចឹងហើយបងឌីគាត់ក៏បានប្រាប់លោកតាតាមសាច់រឿងដែលពួកគាត់បានជួបខ្មោចនៅតាមផ្លូវហើយអត់ដឹងថាត្រូវធ្វើម៉េចក៏បត់ឡានចូលទៅក្នុងវត្តតែម្ដងទៅអញ្ចឹងពេលហ្នឹងលោកតាក៏បាននាំពួកគាត់ទាំង3នាក់ហ្នឹងទៅកាន់សាលាឆោទៀនរួចហើយក៏បានសូត្រធម៌ដើម្បីរងាប់ការភ័យខ្លាចរបស់ពួកគាត់ទាំង3នាក់អញ្ចឹងបន្ទាប់ពីនឹងហើយបងឌីគាត់ក៏បានសូមលោកតាសម្រាប់នៅទីនឹងសិនទម្រាំតែដល់មេឃភ្លឺចាំបន្តដំណើរទៅមុខទៀតអញ្ចឹងហើយលោកតាក៏បានយកកន្ទេលយកខ្នើយមកឲ្យពួកគាត់ទាំង3នាក់សម្រាប់នៅទីនឹងរហូតដល់ព្រឹកឡើងពួកគាត់ទាំង3នាក់ក៏បានសូមឲ្យលោកតាប្រសិទ្ធិខ្សែអំបោះឲ្យពួកគាត់ម្នាក់មួយរួចហើយក៏ថ្វាយបង្គំលាលោកតាធ្វើដំណើរទៅមុខទៀតណែរឿងរ៉ាវគឺត្រូវបានលាតត្រដាងនៅពេលដែលគាត់នឹងបានមកដល់ទីរួមខេត្តកោះកុងពេលនឹងគាត់បានលើព័ត៌មានថាកាលពីប្រហែលថ្ងៃមុនមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវកោងដែលពួកគាត់បានបើកឆ្លងកាត់នឹងហើយគ្រោះថ្នាក់ចរាចរណ៍នឹងដែរគឺបានធ្វើឲ្យនិស្សិតពេទ្យស្រីម្នាក់បានស្លាប់នៅទីនឹងតែម្ដងអញ្ចឹងពេលនឹងទើបពួកគាត់ដឹងថាខ្មោចស្រីដែលលងពួកគាត់កាលពីយប់មិញហ្នឹងប្រកាសជាខ្មោចនិស្សិតពេទ្យម្នាក់នឹងហើយប៉ុន្តែពួកគាត់ឆ្ងល់ថាមិនបានស្លាប់នៅផ្លូវកោងនោះសោះតែមកឈរចាំនៅហួសផ្លូវភូមិនេះទៅវិញព្រោះថាពីផ្លូវកោងទៅអាកន្លែងដែលពួកគាត់បានជួបនាងនឹងក៏មិនជិតគ្នាអីណាស់ណាដែរបើគិតពីចម្ងាយវិញក៏ចូល10-20 គីឡូម៉ែត្រអីដែរតាមមើលប្រហែលជានាងអត់ទាន់ដឹងថាខ្លួនឯងបានស្លាប់នៅឡើយទេហើយនាងខំដើរមកផ្ទះរបស់នាងដល់កន្លែងនឹងហើយមកទៅអញ្ចឹងសាច់រឿងរបស់បងឌីគឺមានតែប៉ុណ្្នឹងឯងព្រោះបន្ទាប់ពីនឹងមកពួកគាត់ក៏បានធ្វើដំណើរទៅបោះតង់នៅកន្លែងដែលពួកគាត់បានដាក់គោលដៅហើយបងឌីក៏ថាវាគឺជាអនុស្សាវរីយ៍ដ៏គួរឲ្យរន្ធត់មួយដែលធ្វើឲ្យពួកគាត់នឹងមិនអាចបំភ្លេចបានទេ
ជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងរបស់បងឌីតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលឺលួងមិនសមរម្យសូមប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ admin ផងហើយមុននឹងយើងបែកគ្នាទៅ admin ក៏សូមឲ្យអ្នកទាំងអស់គ្នាជួយចុច subscribe channel របស់ admin ម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin ស្វែងរកនៅរឿងរ៉ាវថ្មីៗយកមកដំណើរជូនប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាបន្តទៀតនៅក្នុងខណៈនេះដែរ admin សូមអរគុណនិងសូមជម្រាបលា